ហេតុអ្វីប្រទេសអាមេរិកខ្លាយជាមហាអំណាចសកលលោកតើអាមេរិកខ្លាំងលើផ្នែកអ្វីខ្លះសហរដ្ឋអាមេរិកបានខ្លាយជាមហាអំណាចសកលលោកដោយសារកត្តារួមផ្សំគ្នានៃទីតាំងភូមិសាស្ត្រដ៏មានប្រៀបការមិនរងការបំផ្លិចបំផ្លាញពីសង្គ្រាមលោកទាំងពីរដងការរីកចម្រើនសេដ្ឋកិច្ចនិងបច្ចេកវិទ្យាព្រមទាំងឥទ្ធិពលយោធានិងនយោបាយខ្លាំងក្លាលើឆាកអន្តរជាតិខាងក្រោមនេះជាមូលហេតុចម្បងដែលធ្វើឲ្យសហរដ្ឋអាមេរិកលេចធ្លោឡើងជាមហាអំណាចលំដាប់ទី1លើលោកទី1ផលចំណេញពីសង្គ្រាមលោកទាំងពីរការមិនរងការខ្ទេចខ្ទាំសង្គ្រាមលោកលើកទី1និងលើកទី2បានកើតឡើងនៅលើទឹកដីអឺរ៉ុបនិងអាស៊ីមិនមែននៅលើទឹកដីអាមេរិកឡើយហេដ្ឋារចនាសម្ព័ន្ធនិងរោងចក្ររបស់អាមេរិកនៅរក្សាបានយ៉ាងល្អដដែលអ្នកផ្ដល់កម្ចីនិងជំនួយក្រោយសង្គ្រាមលោកលើកទី2ប្រទេសធំនៅអឺរ៉ុបបានជំពាក់បំណុលនិងត្រូវការខ្ចីប្រាក់ពីសហរដ្ឋអាមេរិកដើម្បីស្ដារប្រទេសឡើងវិញដូចជាតាមរយៈផែនការ Marshall ចំណុចទី2ឧត្តមភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបិយប័ណ្ណសកលតាមរយៈកិច្ចព្រមព្រៀង Bretton Woods ឆ្នាំ1944ប្រាក់ដុល្លារសហរដ្ឋអាមេរិកបានក្លាយជារូបិយប័ណ្ណបម្រុងចម្បងសម្រាប់ពាណិជ្ជកម្មលើពិភពលោកទីផ្សារនិងផលិតកម្មធំអាមេរិកមានធនធានធម្មជាតិសម្បូរបែបនិងបានពង្រឹងវិស័យកសិកម្មនិងឧស្សាហកម្មយ៉ាងលឿនដើម្បីផ្គត់ផ្គង់តម្រូវការសកលលោកចំណុចទី3អំណាចយោធានិងបច្ចេកវិទ្យាទំនើបអាមេរិកជាប្រទេសដំបូងគេដែលផលិតនិងប្រើប្រាស់អាវុធនុយក្លេអ៊ែរហើយបន្តឈានមុខគេលើការស្រាវជ្រាវបច្ចេកវិទ្យាយានអវកាសនិងអ៊ីនធឺណិតមូលដ្ឋានយោធាជុំវិញពិភពលោកអាមេរិកមានកងទ័ពនិងមូលដ្ឋានយោធាជាច្រើននៅលើទ្វីបផ្សេងដែលអនុញ្ញាតឲ្យពួកគេការពារផលប្រយោជន៍និងឥទ្ធិពលរបស់ខ្លួនបានយ៉ាងរហ័សចំណុចទី4ប្រព័ន្ធនយោបាយនិងការទាក់ទាញធនធានមនុស្សស្ថិរភាពនយោបាយប្រព័ន្ធប្រជាធិបតេយ្យនិងច្បាប់របស់អាមេរិកផ្ដល់នូវស្ថិរភាពយូរអង្វែងសុវត្ថិភាពនយោបាយប្រព័ន្ធប្រជាធិបតេយ្យនិងច្បាប់របស់អាមេរិកផ្ដល់នូវស្ថិរភាពយូរអង្វែងជំរុញដល់ការវិនិយោគនិងទាក់ទាញអ្នកវិនិយោគការបើកចំហទទួលអន្តរប្រវេសន៍អាមេរិកបានទាក់ទាញខួរក្បាលនិងធនធានមនុស្សពូកែមកពីជុំវិញពិភពលោកដូចជាអ្នកវិទ្យាសាស្ត្រនិងសហគ្រិនឲ្យមកបង្កើតការច្នៃប្រឌិតថ្មីនៅលើទឹកដីអាមេរិកទី5អំណាចទុន soft power ឥទ្ធិពលវប្បធម៌អាមេរិកតាមរយៈភាពយន្ត Hollywood តន្ត្រីម៉ូដសម្លៀកបំពាក់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងអាហារទាន់ចិត្ត fast food របស់ក្រុមហ៊ុន McDonald បានជ្រៀតចូលនិងមានឥទ្ធិពលលើរបៀបរស់នៅរបស់មនុស្សស្ទើរតែគ្រប់ទិសទីជុំវិញពិភពលោកមូលហេតុចម្បងទាំងនេះហើយដែលធ្វើឲ្យអាមេរិកក្លាយជាមហាអំណាចលើលោកលេខ1